សូមជូនរឿងអេសានស្នេហ៍យើងអ៊ំយ៉ងអើយថ្ងៃនេះបានមកហូបអីនេះខ្ញុំសុំហូបបាយមួយពេលផងអូជាពងដាំស្លាពូមិនដឹងដែរបាទចូលមកលេងសិនមកស្ទើរអើយបាទពូបានមកហូបអីចុងភៅឈ្ងុយណាស់នេះចាឆាគ្រឿងពូអៀបហៅពូអញ្ចឹងចាស់ខ្ញុំអស់ហើយខ្ញុំអាយុច្រើនជាងអៀបតែ3ឆ្នាំហ្នឹងចប់បើខ្ញុំមិនទម្លាប់ផងកូនស្រីចឹងឯងហ៎ណាហើយគួយធន់ឯងទៅស្រុកឯណាដែរបាទតើតើចូលឆ្នាំបានទៅអ៊ំអញ្ចឹងហ៎ព្រោះថាក្នុងចិត្តដូចជាមិនចង់ទៅសោះអ៊ំជប់ពងឲ្យជាប់ចិត្តជាមួយនឹងទេសភាពនៅភូមិអេសានស្វែតអើយរៀបចំឲ្យគ្រប់កុំឲ្យខ្វះណាហើយកុំភ្លេចដាក់អំបិលឲ្យច្រើនបន្តិចទៅបាទគ្រប់ហើយបងអំបិលស្ករប៊ីចេងអង្ករពិលកំបិតណែនៅខ្វះរបស់សំខាន់មួយមុខទៀតណាមិនក៏មិនដាក់ទៅផងរបស់សំខាន់អូមុងចលក់ថ្នាំខ្ញុំទៅយកសិនយកមុងទៅណានោះស្វែតព្រឹកស្អែកពួកខ្ញុំទៅរកត្រីនៅអូហុចបងប្រហែលជាត្រូវសម្រាកនៅទីនោះមកយប់ពីរហើយរាល់ឆ្នាំមកទៅដល់ខែនេះអ្នកភូមិយើងណាទៅរកត្រីធ្វើផ្អកធ្វើប្រហុកប្រឡាក់អាហារទុកហូបនឹងណាអើយអញ្ចឹងខ្ញុំសុំទៅដែរគ្រាន់បានជាគ្នាទៅអីពួកខ្ញុំទៅគ្នាច្រើនតើពូមិនមែនទៅតែ2អ្នកស្វែតទេមានពូមានមីងនិងក្មេងៗច្រើនទៀតគេក៏ទៅដែរហ្នឹងច្រើនក៏ខ្ញុំទៅដែរចាំមើលបងប្អូនជនជាតិនិងអ្នកស្រុកក្រោមអ្នកណាបកែរត់ត្រីជាងខ្លាចតែធន់រួចទេរៀងហ្នឹងទៅចោឲ្យប៉ូលីសជួយរកត្រីមករងមើលតែខ្ញុំមិនធ្វើការទេបាទចាំខ្ញុំសុំមេមអីទេអ៊ំអញ្ចឹងស្អែកព្រលឹមឡើងបងមកផ្ទះខ្ញុំមកល្ងាចនេះខ្ញុំរៀបអីវ៉ាន់ដាក់លើទេសគោឲ្យហើយព្រឹកឡើងចេញទៅវឹងហ្មងអញ្ចឹងស្អែកជួបគ្នាណាបាទមួយសប្តាហ៍ក្រោយមកមកយាយថែតហូបបបហើយបានធូរខ្លះទេហ៎ដូចជាមិនធូរអីម៉ែវាចេះអាម៉េចណាកូនអស់ពីល្ងាស្រាវស្រាញអាដូវក្តៅខ្លួនណាមិនមិនធូរអញ្ចឹងណោះកូនឯងមានធ្វើអីខុសអីអត់ហ្នឹងអត់ទេម៉ែខ្ញុំអត់មានធ្វើអីខុសទេអាទិត្យមុនគ្រាន់តែទៅរកត្រីនៅអូហុចខ្ញុំប្រយ័ត្នប្រយែងណាជាពិសេសយប់ឡើងខ្ញុំដេកដាក់មុងជលក់ថ្នាំរហូតហ្នឹងមើលទៅទុកយូរមិនបានទេតោះក្រោកឡើងថែតម៉ែនាំឯងទៅផ្ទះនឹងអៀបទៅជួសឈាមមើលបាទម៉ែអ្នកបងថែតទុកថ្នាំនេះលេបឲ្យអស់គ្រប់ចំនួនតាមអក្សរនៅលើសបកថ្នាំនេះទៅជីហើយមុននឹងលេបថ្នាំត្រូវហូបបាយឆ្អែតផងណាអរគុណឲ្យអៀបតែបានជួយជីវិតខ្ញុំចាមអីទេខ្ញុំជាអ្នកស្ម័គ្រចិត្តភូមិព្យាបាលជំងឺគ្រុនចាញ់ត្រូវទៅជួយអ្នកឈឺគ្រុនចាញ់អញ្ចឹងហើយមីងអរគុណច្រើនហើយអៀបអីទេមីងថែតឯងនេះមិនចេះប្រយ័ត្នប្រយែងសោះក្រែងដឹងហើយតើអីរឿងគ្រុនចាញ់អីអស់ហ្នឹងមិនក៏នៅតែឲ្យឈឺទៀតកុំបន្ទោសគាត់អីមីងយ៉ាងណាក៏ឈឺហើយដែរសំខាន់មកជួសឈាមនឹងលេបថ្នាំឲ្យអស់ទៅជាហើយតែខ្ញុំក៏ឆ្ងល់ដូចមីងដែរបងថែតឯងទៅណាមកណីបានជាមកឈឺគ្រុនចាញ់អញ្ចឹងខ្ញុំមានទៅណាអៀបអាទិត្យមុនយើងទៅអូហុចរកត្រីជាមួយគ្នាហ្នឹងអ្នកភូមិណែទៅសិតតែចង់មុងដេកលើអាទេសគោដូចតែគ្នាហ្នឹងមិនក៏ខ្ញុំមែនហើយនឹកមិនឃើញទេក៏ហីទៅតែថ្ងៃក្រោយប្រយ័ត្នប្រយែងជាងមុនទៅហើយបើសង្ស័យឆាប់មកចុះឈាមកុំទុកយូរបាទអ្នកគ្រូស្អាតមីងអរគុណច្រើនហើយក្មួយអៀបចាំអីទេមីង
ម៉ែមិនអស់ចិត្តសោះថែតឯងទៅណាបានទៅឈឺគ្រុនចាញ់ហាប្រាប់ម៉ែតាមត្រង់មក ខ្ញុំមានទៅណាម៉ែអូតិចលោយប់ហ្នឹងហ៎ យប់អីហាថែត គឺម៉ែក៏ដឹងដែរ ដឹងរឿងអី ខ្ញុំស្រឡាញ់អៀបតែអាសធិនអ្នកសកោមហ្នឹងវាកាត់មុខកាត់មាត់ខ្ញុំចង់ធ្វើបាបវា ធ្វើបាបមិនយ៉ាកូន អាទិត្យមុនពួកខ្ញុំទៅរកត្រីនៅអូហូចយប់នោះអៀបនិងនាងរ៉ែតដេកលើអាទេសជាមួយគ្នាហើយសវ៉ែតប្អូនអៀបនិងអាសធិនដេកលើអាទេសជាមួយគ្នាពួកគេជជែកគ្នារឿងអីខ្លះទេសាយក៏ក្អឹកមិនដឹងថាខ្ញុំច្រាស់ដូចមន់រពងនៅមិនសុកសោះខ្ញុំច្នៃណាម៉ែសវ៉ែតមិនបង បងចង់ដឹងថាបងស្រីសវ៉ែតចូលចិត្តមនុស្សប្រុសបែបម៉េចដែរទៅ ខ្ញុំមិនសូវដឹងទេបងគ្រាន់តែដឹងថាបងអៀបជាមនុស្សហ្មត់ចត់មិនចូលចិត្តអ្នករញ៉េរញ៉ៃទេបង អូអញ្ចឹងហ៎ចុះសវ៉ែតចង់បានបងថ្លៃប្រភេទម៉េចដែរទៅណា ប្រកាសជាចង់បានមនុស្សល្អឲ្យបងសំខាន់ស្រឡាញ់បងស្រីខ្ញុំដោយស្មោះមិនក្បត់ចិត្តហើយចិត្តល្អទៀត ចុះប៉ុនបងបានអត់ បងខ្ញុំមិនចេះឆ្លើយទេ បងអៀមខ្ញុំឃើញពូសុធិនឧស្សាហ៍ចាញ់ចូលផ្ទះបងណាគាត់មានការអីបង គាត់មកនិយាយលេងជាមួយពុកហ្នឹងណា មែនទេបងមិនក៏មិនទៅលេងផ្ទះអ្នកផ្សេងផង ពុកជាចាស់ទុំប្រចាំភូមិហើយពូសុធិនជាប៉ូលីសអញ្ចឹងគាត់មកសួរនាំក្រែងលោមានអីអាចជួយគ្នាបានទេដឹង ស្មានថាមកយកចិត្តយកថ្លើមអីក្មេង ណែរ៉ែតឯងកុំនិយាយអីអញ្ចឹងប្រយ័ត្នគេលឺខ្មាស់គេ បងអៀបខ្ញុំឃើញបងថែតលួចសម្លក់សម្លឹងបងហើយសក្រឺថ្មិញដាក់ពូសុធិនទៀតណា អូអញ្ចឹងបងអត់បានចាប់អារម្មណ៍ផងថែរសាទិញនេះទិញនោះឲ្យបងតែបងមិនចូលចិត្តចរិតគាត់ទេពូកែអួតអាងឲ្យឆេវឆាវទៀត ពូសុធិនសភាពរៀបសារមែនទេ ណែស្អីទេតោះដេកទៅយប់អី ឯងមិនដេកពួនអីទេអីហើយទៅធ្វើបាបសុធិនហ្នឹងអាម៉េចទៅ គឺខ្ញុំយកកបិតឈូតមកវាឲ្យហែកដើម្បីឲ្យមូសចូលខំវាឈឺគ្រុនចាញ់តែមិនទាន់បានសម្រេចផងស្រាប់តែដេកលក់ស្រួលណាស់ណមិនអីទេឯងយើងនឹងឲ្យឯងភ្លុករសជាតិត្រូវមូសខាំឈឺគ្រុនចាញ់ម្ដងឈូតប្រវែងហ្នឹងបានហើហែកឲ្យមុងលហែកធំតិចសិនដើម្បីឲ្យមូសចូលខាំបានក ុំចូលឯងចង់ធ្វើអីហ្នឹងឈប់លៀមឈប់ សវ៉ែតមានរឿងអីហ្នឹងភ្ញាក់ឡើងយីមិនក៏ភ្ញាក់អញ្ចឹងតន់បានហែកមុងផងអូធ្វើមកយកមិនបានទេពួនខំអាទេសគោសិនមិនបាន ឈប់លៀមឈប់ សវ៉ែតមិនដឹងអូន អត់អីទេបងខ្ញុំយល់សពឃើញចៅចង់ធ្វើបាបពួកយើងហើយវាកាន់កបិតទៀតផង យល់សពសោះបងស្មានតែមានរឿងអីតោះដេកវិញទៅអញ្ចឹងគ្មានចោលមកពីណាទេសុទ្ធតែគ្នាឯងហ្នឹង យីអាមូនេះមិនដឹងឯងកំពុងភ័យទេអីឆ្លៀតមកខាំទៀតឲ្យវាយវាអាម៉េចបើកំពុងនៅខោមកទេសគោសត្រូវហ្នឹងអើយបើកំរើកឬវាយវាទៅមុខជាគេលឺសំឡេងមិនខានទេទ្រាំឲ្យគេដេកលក់សិនចុះ ឯងនេះចង់ធ្វើបាបគេឥឡូវនេះបាបកម្មមូសខាំឈឺគ្រុនចាញ់អញ្ចឹង ខ្ញុំនឹកស្មានដែរម៉ែមូសមិនខាំគេបែរជាមកខាំខ្លួនឯងទៅវិញ ឯងស្រឡាញ់នឹងអៀបមែនទេ បាទតែខ្ញុំច្នៃណាសធិនគេដូចជាស្និទ្ធស្នាលនឹងអៀបណាម៉ែ អញ្ចឹងឯងក៏ឈឺចិត្តស្អិតទ្រូងតែម្នាក់ឯងអញ្ចឹងទៅអី បាទកាលទៅរកត្រីនៅអូហុចខ្ញុំបានឃើញ ចាំបាយ បងអូននោះមកនោះ សវ៉ែតអើយប្រែត្រីអាំងផងប្រយ័ត្នខ្លោចកន្លែងតែមើលមុខរ៉ែតហ្នឹងឯង មិនអីទេបងទុកចិត្តលើខ្ញុំចោល គ្រាន់តែគ្នាមើលបន្តិចបន្តួចមិនក៏កំណាញ់មកអៀប
មកពីមុខស្អាតហ្នឹងណាបានជាគេចង់មើលសវ៉ែតក៏ចិត្តមិនខុសពីខ្ញុំដែរចិត្តមិនខុសប្រុសខូចដូចតែគ្នាហ្នឹងមែនហើយបងអៀមត្រីអាំងឆ្អិនល្មមតោះហូបបាយជុំគ្នាបងតោះរៀបចំឲ្យយើងបាយស្នាដៃខ្ញុំដាំក៏ឆ្អិនដែរអៀបដឹងអត់នេះជាលើកទី1ហើយដែលខ្ញុំចេះដាំបាយដាក់ក្នុងបំពង់ឫស្សីដូចកាឡានអញ្ចឹងណាចាំភ្លក់មើលសិនបានដឹងកំតន់អាតអួតពេកប្រយ័ត្នបាក់នួតទៅលាក់កំឡោះស្រុកក្រៅមើលអាសធិនបាននិយាយជាមួយអៀបញឹមបិទបន់ចិត្តទេហើយចាំមើលអីទេគង់តែដឹងគ្នាវើយហើយយប់ឡើងឯងក៏ទៅវះមុងសធិនទៅមែនទេគឺខ្ញុំចង់ឲ្យសធិនឈឺខ្លួនចាញ់ក៏ធ្វើអញ្ចឹងហ៎ម៉ែថ្ងៃក្រោយកុំធ្វើអញ្ចឹងទៀតបើស្រឡាញ់គេមែនណាត្រូវខំប្រឹងធ្វើការខំធ្វើអំពើល្អទើបជាការប្រសើរបាទម៉ែខ្ញុំដឹងហើយ5 ឆ្នាំកន្លងផុតទៅបងទាំងពីរកំងអីដែរសុខសប្បាយជាទេបងថែនបាទសុខហើយសប្បាយទៀតហើយចុះអៀបនឹងសធិនវិញសុខសប្បាយដូចគ្នាតែខ្ញុំចាញ់ថែតឯងទេចាញ់យើងអីសធិនឯងទូធាជាងខ្ញុំច្រើនណាអារឿងលុយកាក់នោះកុំនិយាយខ្ញុំចាញ់ថែតឯងត្រង់ថាខ្ញុំការមុនតែបែរជាមានកូនក្រោយវិញណាថាអញ្ចឹងមែនគិតទៅប្តីប្រពន្ធយើងពីរគូប្រច្រាស់គ្នាណាប្រច្រាស់គ្នាមិនបងពួកខ្ញុំជាជនជាតិភ្នងតែប្តីខ្ញុំជនជាតិខ្មែរឯសរិមឯងជាជនជាតិខ្មែរតែបានប្តីជនជាតិភ្នងនោះអីខ្ញុំខំតែស្ដាប់ស្មានតែប្រច្រាស់រឿងអីបងក៏ភ័យដែរហ្នឹងណាស្មានតែប្រច្រាស់រឿងអីបានជាអញ្ចឹងហើយយើងគួរផ្សារសាច់ផ្សារឈាមជាមួយគ្នាហ្មងទៅហីរឿងអីបងយើងមានកូនប្រុសសធិននិងអៀបមានកូនស្រីអញ្ចឹងធ្វើតឡងជាមួយគ្នាទៅសម័យនេះឲ្យថែតអើយកុំបរាណពេករឿងស្នេហារឿងគូសកលទុកឲ្យក្មេងៗវាជ្រើសរើសខ្លួនវាទៅម៉ែហ្នឹងយើងជាឪម៉ែគ្រាន់តែជួយណែនាំនឹងផ្ដោតដំបូន្មានទៅបានហើយមិនអញ្ចឹងអីហ្នឹងហើយខ្ញុំគាំទ្របងស្នេហាមិនអាចបខំបានទេបងមានតែថាអីទេចាំមើលខ្ញុំផ្ទេរវិជាគុណឲ្យកូនកំឡោះខ្ញុំឲ្យដល់កំពូលដើម្បីយកឈ្នះបេះដូងកូនកំមុំឯងតែហ្មងខ្ញុំចាំតែមើលទេហើយណែស្វាគមន៍ជានិច្ចតែកំមុំឯសានណាចិត្តរឹងណាតើតបកាឲ្យដូចបងអញ្ចឹងទើបឈ្នះមែនទេអូនស្អីទេបងឯងមិនចេះខ្មាស់បងថែនឹងបងរៀមទេអីខ្មាស់អីបងខ្ញុំមកចូលចិត្តផ្អែមល្ហែមតែប្តីខ្ញុំមិនសូវចេះញ៉េះញោះផងអញ្ចឹងប្រពន្ធចាំទៅលេងស្រុកបងមកភីអេសានចាប់បងផ្អែមល្ហែមបងថែឯងណានាំប្រពន្ធទៅលេងស្រុកយើងកុំភ្លេចប្រយ័ត្នរឿងគ្រុនចាញ់ផងកុំឲ្យភ្លាត់ណាអៀបកំព្រួយខ្ញុំមានចំណេះដឹងនឹងបទពិសោធន៍ពេញខ្លួនរឿងគ្រុនចាញ់ហ្នឹងខ្ញុំមិនអោយមនុស្សដែលខ្ញុំស្រឡាញ់ឈឺដូចខ្ញុំទេអេសានមនុស្សរំសន់ដំអោដួងចិត្តធម្មជាតិអពិតក៏អយគុណមិនណាយរឿងអេសានស្នេហ៍យើងផលិតដោយវិទ្យុស្ត្រី FM 102ក្នុងកម្មវិធីអ្នកការពារនិពន្ធដោយអ្នកស្រីហងសំភ័ក្រកែសម្រួលដោយលោកយឹបឆេងលៀបឧបត្ថម្ភដោយមូលនិធិសកលតាមរយៈការិយាល័យទទួលជំនួយផ្ទាល់នៃក្រសួងសុខាភិបាលជាទីអោសុខខំបានជួបមាសមុំបងមិនចង់ឃ្លាតភ័ក្រត្រាញញឹម